គេថាគ្រាន់តែចិននិយាយថៃឈប់បាញ់ត្រឹមត្រូវហើយ 1000% ពីព្រោះអីចិនប្រាប់ថាឈប់ទៅសភាវុធរបស់ថៃឯងអត់ឈ្នះលោកហ៊ុនសែនទេលោកហ៊ុនសែនប្រើសិទ្ធិជំនាន់ទី5លោកហ៊ុនសែនប្រើសិទ្ធិអាវុធជំនាន់ទី5គេហៅ fifth generation ណាចន្ទដាគុណអត់មានត្រូវការឈឺទេកូនជាឡើងណាជ័យជំនះសន្តិភាពណាការនិយាយឌឺដងផ្លែផ្កាឲ្យជាតិសាសន៍ខ្លួនឯងវាតើវាមានប្រយោជន៍អ្វីសូនហាជាតិសាសន៍យើងមួយនេះជាជាតិសាសន៍ឧត្តមឧត្តមបើសិនជាចៅឯងពេលខ្ញុំនិយាយថាជាតិសាសន៍ខ្មែរក្នុងគ្រោះថ្នាក់ចៅឯងថាមិនគ្រោះថ្នាក់ដល់ពេលនិយាយថាជាតិសាសន៍ខ្មែរកំពុងជោគជ័យជាពិសេសក្រោមការដឹកនាំរបស់សម្ដេចចៅឯងថាឌឺដងអញ្ចឹងមានតែចៅឯងជាយួនហើយសៀមពួកខួរក្បាលចៅឯងអត់មានចង់លើកតម្កើងជាតិសាសន៍ខ្លួនឯងទេណាចំណែកតាគឺជា content maker មួយដែលមាន psychology ណាដែលមានចិត្តសាស្ត្រដូច្នេះហើយតានិយាយជា critics ជាការរិះគន់ចៅមិនសប្បាយចិត្តទេពីព្រោះចៅជាបរទេសចៅចង់ឲ្យតានឹងឈ្លោះគ្នាជាមួយខ្មែរដល់ពេលតានិយាយពីភាពអស្ចារ្យរបស់លោកហ៊ុនសែននិងភាពមានបានចម្រើនរុងរឿងរបស់កម្ពុជាចៅភ័យពីព្រោះចៅជាជនបង្កប់ដែលគ្រាន់តែពាក់សម្បកខ្លួនជាជនជាតិកម្ពុជាតែមិនចង់ឲ្យវាគ្មិនដោយតានិយាយអំពីរឿងល្អរបស់ប្រទេសកម្ពុជាទេអាហ្នឹងតាមិនដឹងធ្វើម៉េចទេណាវាស្រេចតែលើចៅឯងណាអូខេព្រោះចៅឯងជាមនុស្សបម្រើផលប្រយោជន៍អ្នកដទៃណាបើតានិយាយអំពីបញ្ហារបស់ខ្មែរចៅឯងចង់ឲ្យតាទៅឈ្លោះជាមួយខ្មែរនៅពេលដែលតានិយាយអំពីសេចក្តីចម្រើនរុងរឿងចៅឯងថាតាឌឺដងពីព្រោះគោលដៅរបស់ចៅឯងគឺបម្រើផលប្រយោជន៍បរទេសចង់ឲ្យខ្មែរដួលរលំរលាយមិនងាយទេចៅទោះបីចៅឯងក្មេងជាងតាតែចៅឯងមិនបានជោគជ័យទេពីព្រោះក្រោមការដឹកនាំរបស់សម្ដេចតេជោចៅឯងមិនងាយជោគជ័យទេណាមិនងាយជោគជ័យទេ Grandpa need to chill are you joking playing with your feeling with our feeling you never pride concern like that before no you I have over 6,000 video តាមានធ្វើវីដេអូជាង 6,000 វីដេអូមានច្រើនណាហើយចាឯងអានចាឯងមើលវីដេអូតាអត់អស់មិនងាយទេណាតាធ្វើវីដេអូបានជាង 6,000 វីដេអូណាអូខេតើការទុកចោលកំភ្លើងនេះជាល្បិចឬទុកចោលមែនតែនតាសម្ដេចលោកប្រាប់លោកថាបាញ់វាឲ្យឆេះហើយទុកឲ្យវាមើលកុំឲ្យវាបើហឺនបានជាទុកប្រមាណដើមហ្នឹងឲ្យសៀមមើលអូខេណាកូនទេហ៊ានតួទេហ៊ានរឿងនេះខ្ញុំស្ដាប់ជក់ចិត្តណាស់បាទត្រឹមត្រូវជាការពិតជាការអស្ចារ្យមែនទែនណាអូខេម៉ាត់លីស្លឹមលោកនិយាយបញ្ជឺដោយសារចិនជាអ្នកបញ្ចប់សង្គ្រាមមិនក៏បញ្ជឺបើលើកតម្កើងសភាវុធរបស់មហាមិត្តត្បូងពេជ្រហើយជ័យជំនះរបស់កម្ពុជាបានសេចក្តីថាមិនមែនបញ្ជឺទេគឺការលើកតម្កើងណាអានឹងអញ្ចឹងទេស្ដាប់ដល់ពេលនេះយល់ថាតាចង់និយាយពីអ្វីហើយអរគុណរឿងនិទានមុនចូលគេង yes សៀមទល់ខោហើយណាត្រឹមត្រូវ Grandpa always play with your feeling ជាចាស់ទុំតែងតែប្រើនៅចិត្តសាស្ត្រជា psychology និងជា psychology ណាអូខេហេតុអ្វីគេថាថៃឈប់បាញ់ក្រោយចិនលូកដៃពីព្រោះប្រទេសសៀមខ្លាចចិនណាស់ហើយណាមួយទៅប្រទេសសៀមមើលឃើញចិនគឺជាមហាអំណាចអនាគតដ៏ខ្លាំងក្លាជាទីបំផុតអញ្ចឹងត្រូវតែស្ដាប់សៀម Cambodia fan Club លោកតាអាចជាមូលហេតុដែលកម្ពុជាអត់ប្រើ KS1C ឬប្រើដែរតែចាប់ F16 អត់បានKS1C លោកហ៊ុនសែនមិនទាន់ឲ្យប្រើទេពីព្រោះនៅលើសមរភូមិ28ចំណុចតាមបណ្ដោយព្រំដែនគឺតបរបស់លោកហ៊ុនសែនឈ្នះគ្រប់សមរភូមិរហូតដល់ថៃបានធ្វើរូបភាពវីដេអូនិងរូបភាពនានាខ្លែងបន្លំបណ្ណាក៏ដោយយើងមើលការត្រូវរបួសស្នាមហើយនឹងស្លាប់របស់ថៃយកអំឡានពេទ្យជាង 1000 ឡានដឹកអ្នករបួសនឹងសាកសពមិនអស់ទេត្រូវប្រើរថយន្តដទៃទៀតនៅតាមផ្លូវថ្នល់ជាប់មកព្រំដែននៅក្នុងខេត្តទាំងប្រមាណ 6-7 ហ្នឹងគឺបើសិនជាគេទៅឈរតាម highway របស់ថៃគេឃើញថារថយន្តដែលដឹកមកឈូសហើយនឹងសាកសពគឺអត់មានម៉ោងណា
ឈប់ទេគឺវឺតហើយមន្ត្រីថៃមួយចំនួនក៏រវល់ធ្វើបន់សពដែរសុំបីតែបច្ចៅថៃក៏ត្រូវបរិច្ចាគនៅព្រះរាជទ្រព្យដើម្បីធ្វើបន់សពពីព្រោះវារបួសស្នាមច្រើនណាស់ក្នុងចឹងព័ត៌មានច្បាស់ការពីកម្ពុជាបាននិយាយថាបើជាតិថៃគេដឹកមឈូសទៅធ្វើបន់បើជាខ្មែរសរិនគេដាក់ស្មោងខ្ញុំឃើញគេបង្ហាញរូបនឹងជាផុសតាងទៀតផងណាអាហ្នឹងក៏ជារឿងមួយដែលយើងចាប់អារម្មណ៍ណាពីព្រោះព័ត៌មាននឹងចង់ប្រាប់បងប្អូននៅសរិនឲ្យដឹងណាហើយមានសម្ដេចលោកថាបើសិនជាទៅអនាគតទៅមិនយល់ដឹងទេនឹងបញ្ជូនតាសុចឲ្យទៅប្រាប់ពួកបរិរាមស៊ីសកែតចន្ទបុនឧបនរាជធានីសកែវបាតយារហូតទៅដល់ស្រិនអីឲ្យដឹងអញ្ចឹងហើយបានជាតាសុចនឹងត្រូវបានសម្ដេចហ៊ុនសែនក៏ហៅឲ្យមក retraining នៅប្រទេសកម្ពុជាដើម្បីនឹងពង្វិលចូលទៅស្រុកថៃវិញធ្វើកិច្ចការជាបេសកកម្មពិសេសអានឹងសិតតែជារឿងដែលវាជាផែនការយូរបែកខ្ញុំមិនចង់និយាយទេព្រោះវាបែកការសម្ងាត់សម្ដេចអញ្ចឹងឆ្លើយបន្តិចឲ្យយល់អូខេអានឹងអញ្ចឹងណាកូនណា Cambodia fan club កម្ពុជាអត់ប្រើឆ្លើយហើយកុំទៅសេច្រើនពេក fan club ប្រយ័ត្ន system wedding ណាកូនណាalien ថៃក៏ដូចជាកំងទិញ Javelin 300ដើមដែរថៃអត់មានលុយទិញទេបើថៃមាន Javelin ថៃយកមកប្រើឲ្យថៃអត់មានទេណាថៃអត់មានទេណាលោកតាខ្ញុំចង់ឮពាក្យពិតខ្ញុំមិនចង់ស្ដាប់ពាក្យលុញពងទេតាអត់មានលុញទេតានិយាយស្អីច្បាស់លាស់អញ្ចឹងណា Blue លៀងច័ន្ទអាយ៉ា New York Times មានចាញ់ខ្យល់ទៀត Times New York Times មានអក្សរ S អូខេអានឹងអញ្ចឹងណាបាទហែមលុញឈប់ស្ដាប់ល្អជាងនិយាយតូចនិយាយតូចនិយាយមកមិនអញ្ចឹងកូនស្ដាប់អត់អានបានលោកអ៊ំនិយាយបញ្ឈឺចិត្តអ្នកស្ដាប់ហើយអ្នកស្ដាប់គឺជា fan ពេលអ៊ំធ្វើ show អ៊ំត្រូវការ fan ត្រូវការអ្នកមើលបើអ៊ំនិយាយដើម្បីបំពេញចិត្តរបស់អ្នកស្ដាប់ទៅត្រូវយើងមិនអាចឲ្យអ្នកស្ដាប់ខឹងបានទេណាយើងមិនអាចឲ្យអ្នកស្ដាប់ខឹងបានទេយើងត្រូវបំពេញចិត្តអ្នកស្ដាប់ណាអានឹងអញ្ចឹងបាទតាប៊ុនហៀងធ្ងន់ពោះដើមមិនរួចទេពូចេះតែនិយាយហើយហេងប៊ុនហៀងរត់លឿនជាងកីឡាករ SEA Games របស់កម្ពុជាទៅទៀតខ្ញុំមានវីដេអូហេងប៊ុនហៀងរត់តាមមាត់សមុទ្រកំពង់សោមលឿនប៉ុន្តែហេងប៊ុនហៀងគាត់ថាគាត់មិនសូវហ៊ានចង់រត់ទេព្រោះឃើញសម្ដេចដើរសម្ដេចជាមេគាត់ដូច្នេះហើយរឿងហេងប៊ុនហៀងទុកក្បាលពោះរៀងធំតែអញ្ចឹងពីព្រោះដើម្បីក្នុងនាមជាបញ្ជាការអង្គរៈអមសម្ដេចតេជោលោកមានក្បាលពោះរៀងសុខភាពល្អបន្តិចហេងប៊ុនហៀងត្រូវមានក្បាលពោះអញ្ចឹងពីព្រោះបើក្បាលពោះហេងប៊ុនហៀងវាតូចជាងក្បាលពោះសម្ដេចហ៊ុនសែនពេលមានគ្រោះថ្នាក់ធ្វើមិនការពារលោកបានអញ្ចឹងហេងប៊ុនហៀងត្រូវមានក្បាលពោះឲ្យធំកាលណាមានបញ្ហាយកក្បាលពោះទៅការពារសម្ដេចហ៊ុនសែនអាហ្នឹងគឺជាវិធីមួយនៅក្នុងផ្នែកខាងអង្គរៈការពារសន្តិសុខមជ្ឈិមដែលហេងប៊ុនហៀងធ្វើនេះគឺជារឿងដែលយើងគិតអត់ដល់ព្រោះយើងអត់រៀនខាងជំនាញហ្នឹងណាកូនណាយើងអត់រៀនខាងជំនាញហ្នឹងយើងគិតមិនដល់ទេណាយើងគិតមិនដល់ទេណាយើងគិតមិនដល់ទេធម្មតាយើងអត់រៀនខាងហ្នឹងណាបាទណាអញ្ចឹងដើម្បីការពារអ្នកដឹកនាំមានក្បាលពោះធំបន្តិចអង្គរៈត្រូវក្បាលពោះឲ្យធំដើម្បីយកទៅការពារអ្នកដឹកនាំកុំឲ្យអ្នកដឹកនាំមានបញ្ហាណាអាហ្នឹងអញ្ចឹងបាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងហើយវិលមកជួបប្រិយមិត្តណាជាថ្មីទៀតជម្រាបលា